ណីមួយទៀតហើយបងប្អូនដឹកសពជនជាតិចិនម្នាក់ដាក់នៅក្នុងវ៉ាលីយកទៅកប់ចោលដែលស្ថិតនៅក្នុងស្រុកអូជ្រៅព្រោះតែមូលហេតុទាំងនេះករណីទាំងនេះជនជាតិភូមា5នាក់ត្រូវបានឃាត់ខ្លួនដោយលោកពូសមត្ថកិច្ចបានផ្ដល់ព័ត៌មាននៅថ្ងៃទី26ខែឧសភាឆ្នាំ2025ជនជាតិភូមាចំនួន5នាក់បានដឹកសពជនជាតិចិនម្នាក់យកទៅកប់ចោលនៅឯស្រុកអូជ្រៅករណីមួយនេះបានកើតឡើងនៅក្នុងខេត្តបន្ទាយមានជ័យហើយក៏ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយបញ្ជូនទៅតុលាការចេញដីកាឃុំខ្លួនរួចរាល់ហើយចាស់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាជុំវិញករណីរឿងខាងលើនេះក្រោយពីបានសាកសួរនៅក្នុងចំណោម5នាក់ដែលជាជនល្មើសខាងលើបានសារភាពថាជនរងគ្រោះមានឈ្មោះថាអាស៊ីងជាជនជាតិចិនជាបុគ្គលិកធ្វើការជាមួយនឹងខ្លួនអស់មួយរយៈហើយនៅពេលដែលជនរងគ្រោះបានស្លាប់នៅក្នុងបន្ទប់ខ្លួនក៏បានផិតភ័យទាំងអស់បានឆ្លើយថាជាជំងឺខ្យល់កម្នាក់បានផិតភ័យខ្លាំងក៏នាំជនជាតិភូមាចំនួន5នាក់ព្រមទាំងខ្លួនឯងផងដែរក៏បានជិះរថយន្តពីរគ្រឿងខាងលើដឹកសាកសពជនរងគ្រោះយកទៅកប់ចោលនៅផ្លូវដ៏វែងឆ្ងាយដែលខ្លួនមិនដែលបានស្គាល់ផងដែរចាស់ពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមបញ្ជាក់បន្តិចរឿងនេះហាក់បីដូចជាអាថ៌កំបាំងអញ្ចឹងប្រសិនបើគាត់មានជំងឺខ្យល់កជំងឺគាំងបេះដូងឬក៏ជំងឺអ្វីដោយសារតែជំងឺនោះយើងអាចប្រាប់អាជ្ញាធរឬក៏យើងអាចនាំទៅពេទ្យដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់យើងអញ្ចឹងរឿងនេះគឺនៅចម្ងល់នៅឡើយទេហេតុអ្វីបានជាគាត់ខ្លាចអញ្ចឹងឥឡូវនេះឃើញថាលោកពូសមត្ថកិច្ចក្រោយពីបានសាកសួរនិងបញ្ជាក់និងបញ្ជូនខ្លួនទៅតុលាការនិងដាក់ពន្ធនាគារតែម្ដងវីដេអូមួយคลิปនេះសង្ឃឹមថាពុកម៉ែបងប្អូនបានស្រឡាញ់និងចូលចិត្តនិងជួយ share ចែករំលែកដើម្បីបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃជាចុងក្រោយក៏ជូនពរពុកម៉ែបងប្អូនធ្វើដំណើរទៅតាមដងផ្លូវពោរពេញទៅដោយសុវត្ថិភាពគ្រប់គ្នានាងខ្ញុំដួងច័ន្ទសូមគោរពសូមជម្រាបលា